ចាគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបនឹងខ្ញុំនៅវីដេអូថ្មីទៀតហើយនឹងខ្ញុំឈ្មោះជាស្រីណាជាកសិករមួយរូបដែលចិញ្ចឹមមាន់នៅភូមិជ្រៃវែងឃុំស្រែរនងស្រុកត្រាំកក់ខេត្តតាកែវចាហើយថ្ងៃនេះដែរនឹងខ្ញុំចង់មកបង្ហាញពីប្រភេទមាន់សាច់របស់ខាងនេះខ្ញុំណាមកពុកម៉ែបងប្អូនទាំងអស់គ្នាយើងចូលមកមើលសិនណាអូដោយសារមីភ្លៀងពុកម៉ែបងប្អូនអើយអញ្ចឹងយើងរៀងអត់សូវច្បាស់ទេដោយសារឥឡូវនេះមាន់សាច់ខាងខ្ញុំចាប់ផ្ដើមមានវិញហើយពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាចង់បានអីអាចកំងពីខាងនេះខ្ញុំបានអញ្ចឹងណាហើយសម្រាប់ប្រភេទមាន់សម្រាប់មាន់ពូជក៏បងប្អូនទាំងអស់គ្នាអាចកំងពីខាងនេះខ្ញុំបានដែរសម្រាប់មាន់យើងអាចស្លាច់យកបានអញ្ចឹងដូចថាចង់បានប្រភេទស្ទួយឬក៏ពូជមាន់ក្រហមពណ៌សម្បុរក្រហមអីតាមពុកម៉ែបងប្អូនទាំងអស់គ្នាឆ្លាញ់អញ្ចឹងណាពីខាងនេះខ្ញុំគឺមានទាំងអស់អញ្ចឹងពុកម៉ែបងប្អូនចង់បានមួយណាអាចកំងពីខាងនេះខ្ញុំបានចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយមួយទៀតសម្រាប់អាជីវករដែលគាត់ចង់យកទៅបោះបន្តអីក៏នាងខ្ញុំមានបោះជាដុំឲ្យផងដែរចាហើយសម្រាប់ប្រភេទមាន់របស់ខាងនេះខ្ញុំនេះគឺយើងចិញ្ចឹមលក្ខណៈមែនជាប្រភេទចំណីសុទ្ធទេពុកម៉ែបងប្អូនទាំងអស់គ្នាអាចថាចំណី 30% ក្រៅពីហ្នឹងយើងមានលាយដូចជាបន្លែតកួនស្លឹកឆៃយ៉ាមានស្រូវដោះមានអីអញ្ចឹងទៅវាមានច្រើនលាយចូលគ្នាដោយសារពុកម៉ែបងប្អូនប្រកាសជាដឹងហើយចំណីយើងឥឡូវថ្លៃអញ្ចឹងយើងអត់អាចដាក់ឲ្យវាស៊ីចំណីសុទ្ធបានទេចាហើយបើនិយាយពីសាច់វិញគឺធានាគុណភាពបងប្អូនទាំងអស់គ្នាគឺយើងប្រភេទមាន់សាច់ល្មៀតគឺស្អាតមែនតើពុកម៉ែបងប្អូនអាចមើលបាននេះនិយាយទៅគឺវាស្អាតហ្មងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់បានអីគឺអត់ខកបំណងឲ្យពុកម៉ែបងប្អូនគឺស្អាតមែនតើចាចាហើយសូមបញ្ជាក់មួយទៀតពុកម៉ែបងប្អូនទាំងអស់គ្នាពីខាងនេះខ្ញុំមិនមានត្រឹមតែមាន់សាច់មកប្រភេទទេនិយាយទៅគឺខាងនេះខ្ញុំមានសម្រាប់បងប្អូនដែលគាត់កំងបោចហើយឬក៏កំងកូនមាន់អីគឺខាងនេះខ្ញុំមានទាំងអស់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាមានចំណាប់អារម្មណ៍អីអាចទាក់ទងមកខាងនេះខ្ញុំផ្ទាល់បានចាចាហើយសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាចាហើយកុំភ្លេចណាទស្សនានៅវីដេអូបន្តទៀតចាអរគុណបាយបាយ